OK អញ្ចឹងសួស្តីអ្នកនរគ្នាអញ្ចឹងដោយសារតែម៉ោងមុនគឺអ្នកនរគ្នាបានរៀនទាក់ទងទៅនឹងជើងប្រកបនឹងឯទាំង7របស់យើងរួចហើយហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំមកបង្រៀននឹងឯអ្នកគ្នាអំពីរបៀបនៅក្នុងការអានសំឡេងថានេះនៅចុងប្រយោគព្រោះអីនៅក្នុងភាសាកូរ៉េគ្រប់គ្រប់កិរិយាសព្ទហើយនិងគុណនាមទាំងអស់គឺសុទ្ធតែបញ្ចប់ដោយពាក្យថានៅខាងក្រោយនេះថានៅខាងក្រោយនេះណាប៉ុន្តែថាហ្នឹងគឺនៅខាងក្រោយហ្នឹងគឺយើងបញ្ចេញសំឡេងបាន3ហ្នឹងហើយដែលមួយគឺដាពីរគឺថាពីរ3គឺតាអញ្ចឹងមានដាតាសំទោសដាថាតាដាថាតាអូខេអញ្ចឹងមាន3ដងសំឡេងអញ្ចឹងពេលណាដែលយើងអានដាពេលណាដែលយើងអានថាហើយពេលណាដែលយើងអានតាអូខេអញ្ចឹងឥឡូវយើងមកស្វែងយល់មួយខ្ញុំតោះគ្នាអញ្ចឹងដូចជាពាក្យខាងលើនេះយើងមានគឺអាខាឌឺអាដាអញ្ចឹងខាដាខាដាអូខេអញ្ចឹងចំពោះខាដានេះអានេះយើងអានដែរដោយសារតែនៅខាងមុខនេះអ្នកគ្នាមើលនេះគឺវាអត់មានជើងទេអញ្ចឹងវាអត់មានជើងប្រកបទេអញ្ចឹងយើងចំណាំមួយនៅពេលដែលវាអត់មានជើងប្រកបនេះទេយើងអានដាគេខាដាខាដាអូខេអញ្ចឹងខាដានេះយើងបកថាទៅអ្នកគ្នាទៅកន្លែងណាមួយណាហ្នឹងហើយបន្តមកទៀតគឺភឺអូផោឌឺអាដាផោដាផោដាអូខេអញ្ចឹងផោដានេះយើងបកថាមើលអញ្ចឹងផោដានេះដូចគ្នាអត់មានជើងប្រកបខាងក្រោមទេយើងអានដាអូខេបន្តមកទៀតគឺយើងមានពាក្យនេះបន្តតោះសឺអាសានឹងឡសាល់ឌឺអាដាសាល់ដាសាល់ដាអូខេអញ្ចឹងកន្លែងនេះនៅពេលដែលវាមានជើងឡនឹងក៏យើងធ្វើការអានដាដូចគ្នាហ្នឹងហើយអញ្ចឹងសាល់ដាសាល់ដាអញ្ចឹងយើងអាចសង្ខេបមកវិញថានៅពេលដែលវាជាកិរិយាសព្ទហើយគុណនាមហើយវាអត់មានជើងខាងក្រោមនេះឬក៏វាមានជើងដែរប៉ុន្តែវាជាជើងឡយើងអានដាខាដាផូដាសាល់ដាខាងក្រោយនេះមើអាម៉ានឹងណម៉ាន់ឌឺអឺឌឺនឹងឡឌឺលឌឺអាដាម៉ាន់ឌឺលដាម៉ាន់ឌឺលដាអូខេអញ្ចឹងម៉ាន់ឌឺលដានេះយើងបកទៅធ្វើចំអិនឬក៏ផលិតបង្កើតអីចឹងជាដើមពាក្យសាល់ដាឡើយនេះយើងបកថារស់នៅបន្តមកទៀតយើងមើលថាអូខេអញ្ចឹងថានេះតើពេលណាដែលយើងបញ្ចេញសំឡេងថាអូខេអញ្ចឹងថាឡើយនេះហ្នឹងហើយអញ្ចឹងឈរនឹងតឈុតតាមពិតនេះទៅជាគេឌឺអាដាប៉ុន្តែដោយសារខាងក្រោមនេះគឺវាមានជើងហឹអ្នកជើងហ៊ីអ៊ឹតនឹងជើងហឹនេះនៅខាងក្រោមអញ្ចឹងនៅពេលដែលហឹនឹងប៉ះធឺនេះធ្វើឲ្យធឺនេះនឹងបដូរទៅជាបដូរទៅជាអីគេទៅនឹងអញ្ចឹងម្ដងទៀតនឹងឯនៅពេលដែលហឹនេះប៉ះជាមួយនឹងធឺអញ្ចឹងនឹងនាំឲ្យធឺនេះបដូរទៅជាធឹអូខេអញ្ចឹងមិនយើងអានថាឈុតថាឈុតថាឈុតថាអូខេអញ្ចឹងអានថាឈុតថាអូខេអញ្ចឹងនៅពេលដែលវាមានជើងហឹនេះជើងហ៊ីអ៊ឹតនេះនៅខាងមុខអញ្ចឹងដានៅខាងក្រោយនេះយើងអានថាថាថាអូខេអញ្ចឹងឈុតថាកន្លែងនេះដូចគ្នាអញ្ចឹងជើងចំពោះជើងប្រកបតម្រួតពីរនេះគឺយើងនឹងរៀនបន្តិចទៀតនេះអញ្ចឹងកន្លែងនេះដូចគ្នាអញ្ចឹងនៅពេលដែលយើងអានទៅនឹងអញ្ចឹងសឺអ៊ីស៊ីនឹងឡស៊ីលអូខេស៊ីលអញ្ចឹងវានៅមានជើងហឹនេះខាងក្រោយនេះមួយអញ្ចឹងវាប៉ះគ្នាធ្វើឲ្យដានេះបដូរទៅជាថាអញ្ចឹងទៅជា Shiltha 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 អូខេអញ្ចឹងចំពោះពាក្យនេះដូចគ្នាហ្នឹងហើយអញ្ចឹងមើអាម៉ានឹងណម៉ាន់អញ្ចឹងមានហឹបូកជាមួយនឹងដាទៅជាថាទៅជាម៉ាន់ថាម៉ាន់ថាអូខេអញ្ចឹងយើងអាចសរុបសេចក្តីម្ដងទៀតនឹងជាថ្មីម្ដងទៀតថានៅពេលដែលកិរិយាសព្ទគុណនាមនឹងបញ្ចប់ដោយដានេះបើសិនជាវាអត់ជើងយើងអានដានឹងឯអត់ជើងយើងអានដាបើសិនជាវាមានជើងដែរប៉ុន្តែជាជើងឡយើងអានដាដែរហ្នឹងហើយអញ្ចឹងអត់ជើងឬក៏ជើងឡអានដាបើសិនជាវាមានជើងហឹនេះនៅខាងក្រោមនេះយើងអានថាអូខេអញ្ចឹងនេះទោះបីជាមានមែនតែវានៅខាងក្រោយនេះទេអញ្ចឹងវាប៉ះគ្នាអញ្ចឹងអានថាធម្មតាមកឈុតថាស៊ីលថាម៉ាន់ថាអូខេអញ្ចឹងបើសិនជាពេលណាយើងអានតាអញ្ចឹងក្រៅពីអត់ជើងក្រៅពីជើងឡក្រៅពីជើងហឹនេះហ្នឹងហើយក្រៅពីហ៊ីនេះគឺយើងអានតាទាំងអស់ហ្នឹងហើយទៅធឺអឺធឺនឹងតធឺអញ្ចឹងនេះមានជើងទឹកអាតាធឺតាធឺតាអញ្ចឹងធឺតានេះយើងបកដល់ស្ដាប់បន្តមកទៀតគឺយើងមឹអមកនឹងកមកអញ្ចឹងមានជើងមិនមែនជើងឡមិនមែនជើងហឹមិនមែនជើងហយើងអានតាអញ្ចឹងមកតាបកថាញ៉ាំបន្តមកទៀតក៏យើងមានឈឺអាឆានឹងបឆាប់មានជើងតាតោះឆាប់តា
បន្តមកទៀតមួយចុងក្រោយគឺគឺអាខានឹងតខាត់អញ្ចឹងមានជើងទៅជាតាអញ្ចឹងខាត់តាខាត់តាអូខេអញ្ចឹងម្ដងទៀតនឹងឲ្យសរុបជាថ្មីម្ដងទៀតនៅពេលដែលអត់ជើងនៅពេលដែលមានជើងឡយើងអានដាអូខេនៅពេលដែលមានជើងហឹនេះនឹងមានជើងហឹនេះនឹងមានជើងហឹនេះយើងអានថាអូខេអញ្ចឹងនៅពេលដែលក្រៅពីជើងហឹនេះក្រៅពីអត់ជើងក្រៅពីជើងរីអ៊ឺនេះយើងអានតាទាំងអស់គឺតាមកតាឆាប់តាកាត់តាអូខេអញ្ចឹងសង្ឃឹមថាអ្នកគ្នាចេះអានទាំងអស់គ្នាអញ្ចឹងឥឡូវដើម្បីកុំឲ្យខាត់ពេលយើងមកមើលជើងតម្រួតហ្នឹងហើយជើងតម្រួតដែលមាន2ជាមួយគ្នាអូខេអញ្ចឹងចំពោះជើងនេះតាមពិតវាមានច្រើនហ្នឹងហើយវាមានច្រើនជើងតម្រួតនេះណាប៉ុន្តែឥឡូវនេះខ្ញុំសូមលើក4មកខាងមុខនេះសិនអញ្ចឹងចំពោះសំឡេងនេះដែលមានដូចដែលអ្នកគ្នាឃើញខាងលើនេះនឹកជើហ្នឹងហើយនឹកហឺលឺភឺហ្នឹងហើយភឺសឹអញ្ចឹងនៅពេលដែលជួប4ហ្នឹងអញ្ចឹងយើងត្រូវបញ្ចេញសំឡេងតាមខាងមុខអញ្ចឹងណាខាងមុខនឹកហើយនឹងជើងនេះណាខាងមុខគឺនឹកនេះខាងមុខអញ្ចឹងយើងត្រូវបញ្ចេញសំឡេងតាមនឹកលឺហើយនឹងភឺនេះអញ្ចឹងយើងអាចបញ្ចេញសំឡេងតាមនឹងបានអញ្ចឹងដូចពាក្យខាងដើមនេះហ្នឹងហើយអញ្ចឹងអានិងណអានអញ្ចឹងមួយនេះគឺយើងទុកចោលមកអូខេប៉ុន្តែវាមានជើងប្រកបខាងក្រោមដូចអីដែលយើងរៀនខាងលើនេះរៀនខាងលើនេះមិញអញ្ចឹងមានជើងប្រកបយើងអានតាអញ្ចឹងដូចជាអានតាអានតាអញ្ចឹងដែលអានតានេះយើងបត់ថាអង្គុយបន្តមកទៀតនេះគឺដូចគ្នានឹងឲ្យមាននឹកហឹអញ្ចឹងមើលអាម៉ានឹងណម៉ាន់អូខេម៉ាន់អានេះមានហឹនេះមានហឹនេះនឹងឲ្យមានហឹនេះយើងអានទៅជាថាអញ្ចឹងដូចជាម៉ាន់ថាម៉ាន់ថាអញ្ចឹងឲ្យខ្ញុំដាក់នៅក្នុងคลิปនេះគឺជាការបញ្ចេញសំឡេងទេគឺយើងអត់សរសេរតាមនឹងទេយើងសរសេរដូចខាងលើនេះដែរតែថាយើងបញ្ចេញសំឡេងដូចក្នុងคลิปនេះអញ្ចឹងម៉ាន់ថាយើងបត់ថាច្រើនមិញហ្នឹងបន្តមកនេះមានលើកបើកហ្នឹងហើយលើកបើកឡើងនេះគឺយ៉ឌឺអដនិងឡដល់យ៉ដល់អូខេយ៉ដល់នេះយើងបកថាលេខ8បន្តមកទៀតគឺយើងមានជឹអាចានឹងប៉ះទៀតហើយអញ្ចឹងអានតាមខាងមុខចានិងឡចាល់អូខេអញ្ចឹងអានេះមានជើងនេះមានជើងខាងក្រោយនេះអញ្ចឹងជើងឡនេះមានទេតែវានៅខាងមុខអញ្ចឹងអាណាដែលប៉ះតាដានេះគឺព្រឹកនេះអញ្ចឹងព្រឹកនេះមិនមែនលើកមិនមែនហឹកមិនមែនអត់ជើងទេយើងអានតាឲ្យវាមកចឹងដូចជាចាល់តាអញ្ចឹងចាល់តានេះយើងបកថាខ្លីដៃខ្លីហ្មងខោខ្លីបន្តមកទៀតខាងក្រោយនេះគឺព្រឹកសឹកឡើយនេះគឺអានតាមខាងមុខទៀតហើយអនិងបអប់អូខេអញ្ចឹងមានជើងអប់តាអប់តាអត់មានមិនមានទៅធនអប់តាអត់មានលុយអប់តាអូខេអញ្ចឹងត្រឡប់មកវិញអ្នកគ្នាអញ្ចឹងមាននឹកជើឡើយនេះនឹកហឺលើកបើហ្នឹងហើយព្រឹកសឹកឡើយនេះគឺយើងអានតាមខាងមុខហ្នឹងហើយខាងមុខអូខេណាហ្នឹងហើយអានតាមខាងមុខអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាបន្តមកទៀតហ្នឹងហើយគឺយើងមានបញ្ចេញសំឡេងតាមខាងក្រោយម្ដងអញ្ចឹងអានេះគឺវាមានច្រើនដូចគ្នាប៉ុន្តែខ្ញុំលើកយកមក2ហ្នឹងហើយមកនិយាយគឺមានលើកកឹហើយនឹងលើកមើអញ្ចឹងលើកកឹលើកមើនេះហ្នឹងហើយអញ្ចឹងយើងអានតាមខាងក្រោយនឹងតាមខាងក្រោយណាអញ្ចឹងអានតាមខឹហើយនឹងមើខាងក្រោយនេះអញ្ចឹងឥឡូវយើងសាកមកមើលឧទាហរណ៍អញ្ចឹងគឺថាអញ្ចឹងនេះអានតាមខាងក្រោយទៅជាថាប់អូខេអញ្ចឹងថាប់នេះយើងបកថាមាន់ហ្នឹងហើយសត្វមាន់បន្តមកទៀតគឺព្រឹផានឹងអីគេផានឹងកផាក់អូខេអញ្ចឹងមានជើងនេះមានជើងយើងអានទៅជាតាទៅជាផាក់តាអូខេផាក់តាអូខេជួយអញ្ចឹងផាក់តានេះយើងបកថាភ្លឺដូចថ្នាក់រៀនបើកភ្លើងយើងទៅភ្លឺអញ្ចឹងទៅហ្នឹងហើយបន្តមកទៀតគឺយើងមានមើអាម៉ានឹងកម៉ាក់អូខេអញ្ចឹងមានជើងទៀតហើយទៅជាម៉ាក់តាអូខេអញ្ចឹងម៉ាក់តានេះយើងបកថាស្រឡះដូចមេឃស្រឡះអញ្ចឹងណាហ្នឹងហើយម៉ាក់តាបន្តមកទៀតគឺយើងមានលើកមើកម្ដងតោះយ៉ាងនេះគឺយើងអានតាមខាងក្រោយដែរសឺអាសានឹងម៉សាំអញ្ចឹងនៅពេលដែលយើងសរសេរហ្នឹងហើយយើងសរសេរសាំនេះមកតែនៅពេលដែលយើងបញ្ចេញសលេងគឺបញ្ចេញបែបនេះចំពោះសាំនេះយើងបកថាជីវិតហ្នឹងហើយជីវិតណាជីវិត life ហ្នឹងហើយជីវិតអូខេតែបើសិនជាយើងសរសេរសាំបែបនេះអានឹងបកទៅជាលេខ3អញ្ចឹងចំពោះការបញ្ចេញសលេងគឺដូចគ្នាតែបើសិនជាយើងសរសេរខុសគ្នាគឺវាអាចមានន័យខុសគ្នាតាមនឹងដែរអញ្ចឹងណាសាំអូខេសាំបន្តមកទៀតគឺយើងអានតាមខាងណាតោះជឺឆនឹងម៉ឆំអញ្ចឹងមានជើងទៀតហើយចឹងទៅជាឆំតាអូខេអញ្ចឹងថាប់
ផឹកតាម៉ាក់តាសាំឆំតាអូខេអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាយល់ចំពោះការអានទាំងខាងលើនេះហ្នឹងហើយអញ្ចឹងដូចដែលសរុបមកវិញអញ្ចឹងបើសិនជាឃើញអា4ខាងលើនេះយើងអានតាមខាងមុខតែបើសិនជាឃើញ2នេះយើងអានតាមខាងក្រោយនឹងអានតាមខាងក្រោយណាហ្នឹងហើយឥឡូវខ្ញុំសូមធ្វើការគូសឆ្នាំម្ដងទៀតហ្នឹងហើយអញ្ចឹងអានេះអានតាមខាងមុខ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 អូខេនេះអានតាមខាងក្រោយអូខេប៉ុន្តែបើសិនជាអ្នកនរគ្នាបើសិនជានៅខាងក្រោយនេះគឺជាអីគេគឺជាកិរិគឺជាស្រៈហ្នឹងហើយគឺជាស្រៈណាអញ្ចឹងអានេះគឺសុទ្ធតែជាស្រៈទាំងអស់បើយើងមើលខាងលើនេះគឺសុទ្ធតែជាព្យញ្ជនៈហ្នឹងហើយព្យញ្ជនៈតែបើសិនជាខាងក្រោយនេះគឺជាស្រៈអញ្ចឹងយើងឡើងគិតអាណាមុខអាណាក្រោយទៀតហើយយើងគិតបែបម៉េចវិញអាណានៅខាងមុខយើងអានជាមួយនឹងអាមុខអាណានៅខាងក្រោយសល់មួយនឹងលើកឲ្យគេអញ្ចឹងឧទាហរណ៍ដូចពាក្យនេះគឺយើងអានតាមខាងមុខនេះមកអញ្ចឹងសល់មួយយើងលើកទៅនេះមកទៅជា 앉아요, 앉아요 ទេអញ្ចឹងកន្លែងនេះទៅជាអីគេម៉ាន់តែកន្លែងនេះហឹកនេះគឺសលេងរបស់វាស្រាលអញ្ចឹងយើងអត់អានថាម៉ាន់ហាយោទេដោយសារតែហឹកនេះវាស្រាលលើកទៅវារៀងបាត់សលេងហើយអញ្ចឹងយើងលើកនឹកនេះឡើងលើទៅជាម៉ាន់ណាយោម៉ាន់ណាយោម៉ាន់ណាយោអូខេបន្តមកទៀតនឹងឯម៉ាន់ណាយោបន្តមកទៀតខាងលើនេះជើអាចានិងឡចាល់អញ្ចឹងសល់មួយមកតបឹក ទៅជាគេចាល់ប៉ាយោខាងនេះដូចគ្នាហ្នឹងហើយអានខាងមុខទុកមួយលើកខាងលើអបអបសយោអបសយោអូខេបន្តមកខាងលើនេះដែលយើងអានតាមខាងក្រោយប៉ុន្តែដោយសារតែខាងនេះគឺជាស្រៈហ្នឹងហើយគឺជាស្រៈណាដែលជាប់វាហ្នឹងអញ្ចឹងយើងលែងគិតមុខក្រោយទៀតហើយអាមុខយើងអានមួយអាមុខនេះមកទៅជាពឺអាផានឹងលោផាល់លើកឡើងលើមកទៅជា 밝아요, 밝아요. អូខេអញ្ចឹងកន្លែងនេះដូចគ្នាទៅជាមើលអាម៉ានឹងឡម៉ាល់ម៉ាល់កាយោម៉ាល់កាយោខាងក្រោមនេះដូចគ្នាឈឺអឆនឹងឡឆល់មើលអមកឆល់មកយោឆល់មកយោអញ្ចឹងសង្ឃឹមថាអ្នកតន់អូខេអញ្ចឹងត្រឡប់មកវិញនឹងអញ្ចឹង4នេះគឺយើងអានតាមខាងមុខនេះ2នេះយើងអានតាមខាងក្រោយប៉ុន្តែបើសិនជានៅខាងក្រោយពាក្យទាំងអស់ហ្នឹងនេះគឺជាស្រៈនេះគឺជាស្រៈយើងធ្វើការអានតាមអាមុខជាមួយនឹងអាមុខអាមួយទៀតលើកខាងក្រោយជាងមកអញ្ចឹងតោះអញ្ចឹងសង្ឃឹមថាអ្នកនាងយល់អស់ទាំងអស់គ្នាអញ្ចឹងកន្លែងនេះខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្នេះហើយខាងលើនេះហ្នឹងហើយនៅពេលដែលហឹប៉ះជាមួយនឹងគឺបដូរទៅជាខឹហ្នឹងហើយហឹប៉ះជាមួយនឹងទើបទៅជាទាធឹអញ្ចឹងដូចអ្នកនាងអាចមកឧទាហរណ៍ខាងលើនេះបានដូចជាឈុកនេះប៉ះគ្នាមកទៅជាឈុកខាហើយឈុតនេះទៅជាឈុតថាអូខេដោយសារតែវាបដូរហើយហ្នឹងហើយបន្តមកទៀតខាងនេះគឺហឹភឹទៅជាភឹអញ្ចឹងឆាប់អឆាប់ភីដាហឹប៉ះជាមួយនឹងជឹទៅជាឈឹអញ្ចឹងទៅជាឈុតឈុតឈីអូខេអញ្ចឹងអ្នកគ្នាអាចចំណាំនេះទុកបានវាល្អសម្រាប់អ្នកដែលរៀនភាសាកូរ៉េអូខេអញ្ចឹងឥឡូវនេះមួយទៀតផងដែរយើងមករៀនទាក់ទងទៅនឹងការបង្កើតប្រយោគហ្នឹងឯងនៅក្នុងនឹងតែម្ដងអញ្ចឹងចំពោះការបង្កើតប្រយោគនេះហ្នឹងឯងចំពោះការបង្កើតប្រយោគនេះគឺយើងមើលហើយនេះអញ្ចឹងសំណង់ប្រយោគភាសាខ្មែររបស់យើងគឺមានប្រធានហើយនិងកិរិយាសព្ទចំពោះប្រយោគខ្លីណាចំពោះកូរ៉េគឺដូចគ្នាប្រធានកិរិយាសព្ទដូចខ្មែរយើងគេដាក់ឲ្យកូនក្មេងគេងម៉ាក់និយាយអញ្ចឹងប្រធានកិរិយាសព្ទប្រធានកិរិយាសព្ទប្រធានកិរិយាសព្ទអញ្ចឹងកូរ៉េដូចគ្នាអាយកាឆាំនីដាអាយកាឆាំនីដាអញ្ចឹងក្មេងគេងក្មេងគេអញ្ចឹងវាខុសគ្នាត្រង់ថាកូរ៉េវាមានកន្លែងកាហើយនឹង e នេះដែលគឺជា subject maker មានថានាមដែលនៅជាប់វានេះគឺជាជាប្រធានអញ្ចឹង ai ka chamnida អញ្ចឹងក្មេងគេងក្មេងគេងអូខេប៉ុន្តែបើសិនជាវារៀងប្រយោគរៀងវែងជាងហ្នឹងបើសិនជាវាមានកម្មបត្តិចូលអញ្ចឹងចំពោះប្រយោគខ្មែររបស់យើងគឺមានប្រធានកិរិយាសព្ទហើយនឹងកម្មបត្តិនៅខាងក្រោយឧទាហរណ៍ដូចលោកចែមផឹកកាហ្វេអញ្ចឹងលោកចែមនេះគឺជាប្រធានផឹកនេះគឺជាកិរិយាសព្ទកាហ្វេនេះគឺជា object ហ្នឹងហើយឬក៏ខ្ញុំញ៉ាំបាយប្រធានកិរិយាសព្ទកម្មបត្តិអញ្ចឹងគឺយើងគិតបែបនេះប៉ុន្តែចំពោះភាសាកូរ៉េវិញគឺខុសពីយើងច្រាស់គ្នាអញ្ចឹងគឺយើងមានប្រធានកម្មបត្តិហើយនិងកិរិយាសព្ទអញ្ចឹងមានថាកិរិយាសព្ទហើយនិងកម្មបត្តិនេះគឺផ្លាស់ប្ដូរទីតាំងគ្នាអញ្ចឹងនៅពេលដែលយើងសរសេរមក
제임스 씨가 커피를 마십니다. 제임스 씨가 커피를 마십니다. OK អញ្ចឹងមានថាលោក James កាហ្វេផឹកអញ្ចឹងនៅពេលដែលយើងបកគឺយើងបកពីខាងណាទៅវិញ លោក James ផឹកកាហ្វេដែលជាមូលហេតុនៅពេលដែលយើងបកភាសាកូរ៉េគឺយើងត្រូវបកហ្នឹងឲ្យពីក្រោយមកវិញដោយសារតែយើងត្រូវការបកប្រធានហើយយើងត្រូវរកកិរិយាសព្ទដោយសារតែខ្មែរយើងបកពីកិរិយាសព្ទណាអញ្ចឹងលោក James ផឹកកាហ្វេប៉ុន្តែនៅពេលដែលយើងសរសេរគឺសរសេរទម្រង់តាមគេនេះណាហ្នឹងហើយអូខេអញ្ចឹងកន្លែងនេះផងដែរគឺយើងមានកន្លែងនេះផងដែរគឺយើងមាន  을을 ហ្នឹងហើយ  을을 កន្លែងនេះគឺបង្ហាញថានាមដែលជាប់វានឹងគឺជាកម្មបទអញ្ចឹងនាមដែលជាប់ ඊ កាកន្លែងនេះគឺជាប្រធាននាមដែលជាប់  을을 នេះគឺជាកម្មបទអញ្ចឹងពេលណាដែលយើងប្រើ ඊ កាពេលណាដែលយើងប្រើ 이 ពេលណាយើងប្រើកាពេលណាយើងប្រើ 을 ពេលណាយើងប្រើ 를 ឥឡូវយើងមើលទាំងអស់គ្នាអញ្ចឹងដូច IE ឡើយនេះគឺអត់មានជើងទេយើងបូកជាមួយនឹងកាឲ្យហាក់ផ្សេងនឹងឲ្យមានជើងបូក E អញ្ចឹងត្រឡប់មកវិញអត់ជើងបូកជាមួយនឹងកាមានជើងបូកជាមួយនឹង E អូខេអញ្ចឹងចំពោះ  을을 នេះដូចគ្នាហ្នឹងហើយបើសិនជាអត់ជើងទេបូកជាមួយនឹង 를 បើសិនជាមានជើងឡើយនេះបូកជាមួយនឹង 을 អូខេអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាទាន់ហើយទាំងអស់គ្នាអូខេអញ្ចឹងដូចនៅខាងលើនេះអញ្ចឹងដូចដែលខ្ញុំប្រាប់អ្នកគ្នាពីដើមមកផងដែរថាគ្រប់កិរិយាសព្ទហើយនឹងគុណនាមទាំងអស់ក្នុងភាសាកូរ៉េគឺសុទ្ធតែមានបញ្ចប់ដោយពាក្យ "다" លេខនេះដូច "가다", "오다", "먹다", "마시다", "작다", "크다", "맛있다" ផ្សេងៗជាដើមអញ្ចឹងនេះគឺសុទ្ធតែជាកិរិយាសព្ទហើយនឹងគុណនាមអញ្ចឹងគឺវាសុទ្ធតែបញ្ចប់ដោយ "다" អញ្ចឹងមានថានៅពេលដែលគេចង់ប្រើប្រាស់ជាមួយនឹងវេយ្យាករណ៍អីមួយឥឡូវនេះខ្ញុំសរសេរខុសអ្នកគ្នាហ្នឹងហើយលុបអូខេអញ្ចឹងមានថានៅពេលដែលយើងចង់ប្រើប្រាស់ជាមួយនឹងវេយ្យាករណ៍អីមួយឬក៏យើងចង់ប្ដូរកាលឬក៏យើងបញ្ចប់បន្តជាមួយនឹងវេយ្យាករណ៍អីផ្សេងៗទៀតហ្នឹងហើយយើងត្រូវលុប "다" ចោលសិនហើយវាបំរែបំរួលនៅខាងចុងប្រយោគដូចជា "가요", "갑니다", "갑니까", "갔습니다", "가겠습니다" "오다는ជា "와요", "옵니다", "옵니까" អញ្ចឹងមិនថាប្រយោគរបស់វានៃរបស់វាឡើយនេះកាលរបស់វាគឺនៅខាងក្រោយប្រយោគដែលខុសពីខ្មែររបស់យើងបើខ្មែរយើងនិយាយថាខ្ញុំញ៉ាំបាយខ្ញុំកំពុងញ៉ាំបាយអញ្ចឹងខ្ញុំឲ្យកំពុងឡើយនេះហើយញ៉ាំបាយនៅខាងក្រោយតែកូរ៉េគឺអត់ទេកូរ៉េគឺកាលរបស់វានៅខាងក្រោយណាហ្នឹងហើយអញ្ចឹងឧទាហរណ៍ដូចខាងក្រោមនេះវាមានពាក្យ "오다" មួយដែលបកថាមកអូខេអញ្ចឹងយក "코가 옵니다" ឃើញទេអានេះគឺទម្រង់បច្ចុប្បន្នកាលធម្មតាអញ្ចឹងយក "코가 옵니다" អញ្ចឹងយក "코" មកអត់ដឹងមកណាទេបន្ទាប់ប្រយោគទី 2 "요 코가 옵니까" "요 코가 옵니까" អញ្ចឹងនេះគឺស្ថិតនៅក្នុងប្រយោគសំណួរអញ្ចឹងយើងបកទៅជាតើ "요 코" មកទេតើ "요 코" មកទេមក "요 코가 옵니까" បន្តមកទៀតមួយចុងក្រោយនេះ "요 코가 왔습니까" "요 코가 왔습니까" អញ្ចឹង 왔습니까 ឡើយនេះទៅជាទម្រង់អតីតកាលហើយក្នុងប្រយោគសំណួរតើ "요 코" បានមកដល់ហើយឬនៅអូខេអញ្ចឹងកន្លែងនេះគឺចង់បញ្ជាក់ឲ្យអ្នកនេះឃើញថាចំពោះកាលគឺយើងបូកជាមួយនឹងកិរិយាសព្ទហើយនឹងគុណនាមនៅខាងក្រោយនេះហើយគេដាក់នៅខាងក្រោយនៃនៃប្រយោគបែបនេះឯងតោះអូខេអញ្ចឹងចំពោះការរៀនរបស់យើងឡើយនេះគឺខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងបើសិនជាអ្នកនរគ្នាអាចមានឆ្ងល់អីអ្នកនរគ្នាអាចធ្វើការ comment ហើយសួរបានអរគុណ